Hello សួស្តីបងប្អូនជួបជាមួយខ្ញុំហេងចាន់ទៅហើយតើតើមើលការទាំងអស់គ្នាម្ដងនេះគឺខ្ញុំចង់មើលការពាក់ព័ន្ធជាមួយនឹងអារម្មណ៍ស្នេហាថាតើគេគិតអ្នកទាំងអស់គ្នាបែបណានេះខ្ញុំចង់មើលពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងអារម្មណ៍ណាហើយអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការ share ចែករំលែកក៏ដូចជាការ support ខ្ញុំតាមរយៈ ABA បើសិនមកបងប្អូនគិតថាត្រូវគ្រាន់តែ share ចែករំលែកទៅណាហើយជួយ comment ប្រាប់ខ្ញុំផងអ្នកទាំងអស់គ្នាមើលមកពីខាងណាដែរហើយបងប្អូនទាំងអស់គ្នាបើសិនបើមានណាឃើញណាយកវីដេអូខ្ញុំទៅផងកុំភ្លេចជួយប្រាប់ផងឬក៏ report ផងព្រោះអីអ្នកខ្លះគាត់អត់ធ្វើវីដេអូទេគាត់ដើរយករបស់គេទៅដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទាំងដែលគាត់អត់បានចំណាយកម្លាំងចំណាយពេលវេលាអីទាំងអស់ណាអញ្ចឹងមិនថាយករបស់ខ្ញុំឬក៏គេយកវីដេអូរបស់អ្នកផ្សេងទៅទេសឹងជួយមើលផងហើយកុំឲ្យមនុស្សដែលចាំតែយកផលប្រយោជន៍ពីគេហ្នឹងឆ្លៀតឱកាសលើគេណាអូខេតោះយើងទៅមើលយើងរៀនយើងគួរតែរៀនពីចំណេះរបស់ខ្លួនយើងទៅហើយដើម្បីជៀសវាងកុំឲ្យថាពេលខ្លះយើងចាំស្រាប់ទៀតកើតទេចំណេះគឺមានគ្រប់កន្លែងប្រសិនបើយើងចង់ចេះយើងអាចរៀនបានណាតើខ្ញុំចង់បកមើលថាតើអារម្មណ៍របស់គេនឹងអ្នកទាំងអស់គ្នាឬក៏តើគេគិតបែបណាចំពោះអ្នកទាំងអស់គ្នាព្រោះឲ្យឃើញថាអ្នកទាំងអស់គ្នាមួយចំនួនហាក់បីដូចជាចង់ដឹងពីអារម្មណ៍គេខ្លាំងណាអ្នកខ្លះអាចថាពាក់ព័ន្ធជាមួយខ្លួនឯងនឹងគេគឺជាមិត្តភក្តិអីចឹងទេប៉ុន្តែអ្វីដែលមកដល់ហ្នឹងណាគឺវាជារឿងមួយទៀតអញ្ចឹងខ្ញុំចង់មើលថាតើរវាងអ្នកទាំងពីរអារម្មណ៍របស់គេនឹងវាបែបណាចំពោះអ្នកទាំងអស់គ្នាខ្ញុំចង់មើលស្នេហាដែរនឹងមកដល់វ៉ាវអ្នកទាំងអស់គ្នាគឺពាក់ព័ន្ធជាមួយនឹង date អ្នកមួយចំនួនគឺខ្ញុំគិតថាអ្នកមួយចំនួនពាក់ព័ន្ធជាមួយនឹង Scorpio អាចថាស្នេហារបស់អ្នកទាំងអស់គ្នាហ្នឹងគឺអ្នកខ្លះបានបញ្ចប់ហើយដល់ពេលវេលាដែលត្រូវផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរខ្លួនឯងហើយវ៉ាវនេះអ្នកខ្លះចប់ស្នេហាមួយភ្លាមគឺចូលភ្លាមចូលថ្មីមួយភ្លាមអ្នកទាំងអស់គ្នាខ្ញុំឃើញអ្នកទាំងអស់គ្នាហ្នឹងគឺស្ថានភាពបច្ចុប្បន្នរបស់អ្នកទាំងអស់គ្នាមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងរឿងស្នេហាគឺបានចប់សពគ្រប់ហើយជាមួយនឹងអ្នកអតីតកាលប៉ុន្តែស្នេហាដែលអាចកើតមានស្នេហាដែលអ្នកទាំងអស់គ្នាគិតថាជួបឧបសគ្គឬក៏ស្នេហានៅក្នុងក្តីសម្បត្តិរបស់អ្នកទាំងអស់គ្នាហ្នឹងណាគឺនេះនឹងចាប់ផ្ដើមពាក់ព័ន្ធជាមួយនឹងចិត្តវិញ្ញាណរវាងអ្នកទាំងពីរនេះហាក់បីដូចជាអ្នកទាំងអស់គ្នាហ្នឹងណាអូអ្នកទាំងអស់គ្នាហើយនឹងគេវាមានរឿងរ៉ាវជាច្រើនដែរពីអតីតកាលមកវារងឥទ្ធិពលអាចថាអ្នកទាំងអស់គ្នាហាក់បីដូចជាជួបគ្នានៅក្នុងពេលវេលាមួយល្អខ្លាំងមែនទេនេះខ្ញុំឃើញពាក់ព័ន្ធជាមួយក្នុងអនាគតវាអាចថាប្រហែលខែទៀតអ្នកទាំងអស់គ្នាអាចថានឹងជួបគេអាចថានៅក្នុងនោះវាពាក់ព័ន្ធជាមួយនឹង Taurus Virgo Capricorn ក៏ថាបានប៉ុន្តែឥទ្ធិពលដែលពីអតីតកាលនោះគឺអ្នកទាំងអស់គ្នាអាចថាធ្លាប់ទទួលបាននៅរឿងរ៉ាវល្អៗជាច្រើនដែរពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ដូច្នេះហើយអ្នកទាំងអស់គ្នាអាចនឹងណាជួបនៅអ្វីមួយដែលថ្មីអ្វីមួយដែលថ្មីណាអ្នកទាំងអស់គ្នានឹងជួបអ្វីមួយដែលថ្មីណាអ្នកទាំងអស់គ្នានឹងជួបអ្វីមួយដែលថ្មីចូលមកក្នុងជីវិតណាវ៉ាវកាតនេះខ្ញុំអាចនិយាយបានថាគឺល្អខ្លាំងមែនទែនសម្រាប់អ្នកមួយចំនួនណាវ៉ាវខ្ញុំសូមក្លែងធម៌ពលនឹងដែរខ្ញុំនិយាយខ្លួនឯងគឺខ្ញុំសូមក្លែងធម៌ពលនេះផងដែរណាគឺខ្ញុំមិនដែលឃើញកាតអីល្អបែបនេះទេណាសង្ឃឹមថាខ្ញុំក៏ដូចជាអ្នកទាំងអស់គ្នានឹងជួបអ្វីមួយដែលល្អពិសេសនៅក្នុងជីវិតណាអ្នកទាំងអស់គ្នាខ្ញុំឃើញថាគ្រប់យ៉ាងនៅទីនេះគឺល្អខ្លាំងមែនទែនខ្ញុំហ៊ាននិយាយថាល្អគឺល្អណាអញ្ចឹងហើយដែលខ្ញុំថានិយាយល្អស្ថានភាពនៅក្នុងបច្ចុប្បន្នរបស់អ្នកទាំងអស់គ្នាគឺពាក់ព័ន្ធជាមួយនឹង Death and Rebirth បានន័យថាដល់ពេលវេលាដែលអ្នកទាំងអស់គ្នាឆ្លុះបញ្ចាំងមើលទៅទ្រុបដល់អនាគតណាឆ្លងកាត់អតីតកាលចប់សពគ្រប់មកអ្នកទាំងអស់គ្នាអាចមានពន្លឺណាមើលទ្រុបដល់ទៅអនាគតបានន័យថាណាអ្នកទាំងអស់គ្នានឹងគឺបានចាក់ចេញពីរឿងរ៉ាវអតីតកាលជាមួយនឹងអ្វីមួយដែលថ្មីនឹងមកដល់គឺឱកាសបែរថាអ្វីដែលត្រូវបញ្ចប់គឺវាបានបញ្ចប់ហើយណាដល់ពេលនេះអ្នកទាំងអស់គ្នាកំពុងតែឆ្ពោះទៅរកពិភពលោកមួយថ្មីស្រឡាងដែលស្រស់ស្អាតណាពោពេញទៅដោយពន្លឺនេះគឺល្អខ្លាំងមែនតើអ្នកទាំងអស់គ្នាណាខ្ញុំអាចនិយាយបានថាក្នុងស្ថានភាពរបស់បច្ចុប្បន្នរបស់អ្នកទាំងអស់គ្នាហ្នឹងណាគឺអាចថាលូតលាស់
នៅក្នុងតំណែងស្នេហាអាចថាមានអ្វីមួយដែលចូលមកដល់ផ្លាស់ប្ដូរណាបានថាអ្នកនរគ្នារៀនសូត្រពីអតីតកាលធ្វើឲ្យខ្លួនឯងអាចថាមើលឃើញនៅអនាគតដែលប្រសើរជាងមុនណាអាចបង្កើតស្នេហាមួយដែលពោពេញទៅដោយការគោរពខ្លួនឯងណាទោះបីជាទទួលយកនរណាម្នាក់ក៏អ្នកនរគ្នាតែងតែមើលឃើញនៅណាឬក៏ចេះស្រឡាញ់ខ្លួនឯងជាមុនណាបានថាបទពិសោធន៍កន្លងមកបង្រៀនឲ្យអ្នកនរគ្នាចេះស្រឡាញ់ខ្លួនឯងនៅក្នុងនេះគឺអត់ខាត់ទៀតណាបានន័យថាគឺវាល្អខ្លាំងមែនទែនអ្នកដំណងថ្មីចូលមកដល់មានអ្នកខ្លះគឺអាចថាចូលមកស្នើសុំស្រឡាញ់អ្នកនរគ្នាឬក៏រៀបការផងណានៅក្នុងពេលនេះបានន័យថាដោយសារតែអត្តពលរបស់អ្នកនរគ្នាខ្លួនឯងអត្តពលរបស់អ្នកនរគ្នាខ្លួនឯងហ្នឹងគឺជាអត្តពលមួយដ៏អស្ចារ្យបំផុតណាអាចថាធ្វើឲ្យមនុស្សម្នាក់នោះទទួលស្គាល់ហើយវាអាចថាអ្នកនរគ្នាបានរៀនសូត្រពីអតីតកាលអញ្ចឹងអនាគតដ៏ភ្លឺចែងចាំងរបស់អ្នកនរគ្នាហ្នឹងណានឹងជោគជ័យនឹងភាពនឹងរីករាយកំពុងតែមកដល់ទៅតាមការបួងសួងនេះគឺភាពរីករាយដែលអ្នកនរគ្នានឹងទទួលបានគឺលើកដៃទទួលរីករាយហាក់បីដូចជាក្រោមពន្លឺព្រះអាទិត្យនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងជោគជ័យរីករាយនៅអ្វីដែលកំពុងតែមកតាមផ្លូវនៅអ្វីដែលមកសំដូចបំណងរបស់អ្នកទាំងអស់គ្នានេះគឺខ្ញុំឃើញបែបហ្នឹងណានេះគឺជាអត្តពលដែលអ្នកនរគ្នាបានរៀនសូត្រពីអតីតកាលហើយមួយវិញទៀតនៅអនាគតដ៏ខ្លីខាងមុខណាអាចថាចូលដល់ខែអ្នកនរគ្នានឹងទទួលបាននៅឱកាសណាអាចថាពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ទៀតផងណាពាក់ព័ន្ធជាមួយនឹងបានថាសំណាងល្អណាអ្នកខ្លះទទួលបាននៅការងារថ្មីនៅឱកាសវិនិយោគថ្មីណាសម្រាប់អ្នកមួយចំនួនណានៅក្នុងនេះគឺល្អខ្លាំងមែនតើដោយសារអ្នកនរគ្នាគឺមានភាពជឿជាក់ឈរជើងម្ខាងនៅលើដីប៉ុន្តែនៅក្នុងនេះគឺវាហាក់បីដូចជាពោពេញទៅដោយភាពស្រស់ស្អាតណាជឿជាក់ខ្លាំងមែនតើណាអ្វីដែលអ្នកនរគ្នាមាននៅពេលនេះគឺភាពជឿជាក់ខ្លាំងអាចថាដំណើរនៃការចាប់ដើមពោពេញទៅដោយបានថាពោគ្រប់ប្រការតែម្ដងដំណើរការងារថ្មីអាចថាប្រហែលខែទៀតអ្នកនរគ្នានឹងទទួលបាននៅតំណែងទាំងអស់ហ្នឹងឬក៏ប្រហែលខែទៀតអ្នកនរគ្នានឹងអាចលោតបាននៅការងារថ្មីកិច្ចការថ្មីដែលមកដល់នៅក្នុងជីវិតណាហើយអ្វីដែលខ្ញុំឃើញមួយទៀតនោះគឺអនាគតបន្ទាប់ដែលនឹងមកដល់ពាក់ព័ន្ធជាមួយនឹង The High Priestess បានថាគំនិតរបស់អ្នកនរគ្នាគឺភ្លឺស្វាងចែងចាំងខ្លាំងមែនទែនគឺពោពេញទៅដោយណាតនឹងបទពិសោធន៍ដែលអ្នកនរគ្នារៀនចងចាំកន្លងមកបានថាគ្រប់យ៉ាងគឺវាស្ថិតនៅលើអ្នកនរគ្នាទាំងអស់ណាគឺល្អខ្លាំងមែនទែននៅក្នុងនេះទាំងស្នេហាទាំងការងារតែម្ដងណាអាចថាអ្នកនរគ្នាគឺពាក់ព័ន្ធជាមួយនឹងអារម្មណ៍អ្នកនរគ្នាមានដឹងខ្លាំងនៅក្នុងពេលអនាគតអាចថាមានរឿងរ៉ាវជាច្រើនដែលអ្នកនរគ្នាអាចថាមើលដឹងមើលធ្លុះពីការគិតឬក៏មានគំនិតថ្មីពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវដែលត្រូវមកដល់នៅក្នុងនេះអាចថាពាក់ព័ន្ធជាមួយនឹង Cancer Scorpio Pisces ប៉ុន្តែបើសួរថាអូប្រឡងមកមានតារានិកអ្វីខ្លះអាចថាពាក់ព័ន្ធជាមួយនឹងអ្នកទាំងអស់គ្នានឹងអាចថាមានពាក់ព័ន្ធជាមួយនឹង Scorpio Cancer Scorpio Pisces ដែរគឺនៅតែ Scorpio និង Pisces ហើយនឹងពាក់ព័ន្ធជាមួយនឹង Aries Leo Sagittarius ធម្មពលទាំងអស់នេះណាហើយអ្វីដែលឃើញគឺនៅក្នុងខ្ញុំអាចនិយាយបានថាគឺល្អខ្លាំងមែនទែនណាអ្នកទាំងអស់គ្នាតែខ្ញុំអាចនិយាយបានថាខ្ញុំខ្លួនឯងក៏សូមក្លែងយកធម្មពលនឹងដែរណាព្រោះអីវាមិនមែនជារឿងចៃដន្យទេរឿងនេះគឺវាល្អខ្លាំងមែនទែនណាអ្វីដែលនឹងមកដល់ណាគឺជោគជ័យណាអ្នកទាំងអស់គ្នានឹងទទួលបានការសាទរពីមនុស្សជុំវិញរឿងរ៉ាវគ្រប់យ៉ាងហាក់បីដូចជាពន្លឺនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នាគឺស្រស់ត្រកាលតែម្ដងណាជោគជ័យពាក់ព័ន្ធជាមួយនេះជោគជ័យមនុស្សនៅខាងមុខនេះគឺអបអរសាទរលើកដៃសាទរដល់អ្នកទាំងអស់គ្នាជាមួយនឹងកម្រងផ្កាបានន័យថាភាពជោគជ័យសិចនេះគឺពាក់ព័ន្ធជាមួយនឹងជោគជ័យ Six of Wands ណាគឺនៅតែពាក់ព័ន្ធជាមួយនឹងភាពជោគជ័យដែលអ្នកទាំងអស់គ្នាក្នុងកាលនេះគឺតាំងពីដើមមកគឺវាពាក់ព័ន្ធជាមួយនឹងជ័យជំនះរួចហើយណាធ្វើត្បិតថាបើក្បាលមកគឺដេតគឺអ្វីៗគឺបានបញ្ចប់ហើយអ្នកទាំងអស់គ្នានឹងដូចជារស់ឡើងវិញអាចមើលឃើញដល់អនាគតដ៏ភ្លឺចែងចាំងណាពលឺនៅខាងមុខហើយតំណែងស្នេហាថ្មីក៏ចូលមកដល់ទៀតណាតែខ្ញុំនិយាយថាអ្វីដែលអាចកើតមានណារវាងក្តីសម្បត្តិរបស់អ្នកទាំងអស់គ្នាគឺតែងតែត្រៀមអស់ love and life បើថាក្តីសម្បត្តិគូស្នេហ៍នៃជីវិតបើថាស្នេហាណា
ហើយនឹងអ្នកនរគ្នាបានថាអ្នកនរគ្នាស្រោបទាញនៅធម្មពលនៃក្តីស្រឡាញ់ច្រើនខ្លាំងមែនទែនណានៅក្នុងពេលនេះដូចខ្ញុំបាននិយាយដដែលគឺមានធម្មពលជាច្រើនណាអ្នកនរគ្នាគឺមានសុភមង្គលខ្លាំងមែនទែនណាអ្វីដែលចង់ប្រាប់ពីដល់អ្នកនរគ្នាគឺពី spiritual នោះគឺធ្វើនៅអ្វីដែលកំពុងតែធ្វើព្រោះអីវាអាចដឹកនាំអ្នកនរគ្នាគឺអានេះគឺជាដំបូន្មានរបស់ spirit ចង់ប្រាប់អ្នកនរគ្នាថាសុភមង្គលគឺនឹងមកដល់សុភមង្គលគឺស្ថិតនៅក្នុងដៃរបស់អ្នកនរគ្នានៅក្នុងនេះសុភមង្គលរយៈពេលវែងសុភមង្គលនៅក្នុងក្រុមគ្រួសារគឺកាតនេះនរណាក៏ប្រាថ្នាចង់បានក្តីសុខក្នុងក្រុមគ្រួសារជួបជុំការយល់ចិត្តដែលនឹងកើតមានអ្នកនរគ្នាខ្ញុំឃើញថាបាននិយាយពាក់ព័ន្ធជាមួយនឹងអារម្មណ៍របស់នរណាដែលដឹកដល់អ្នកនរគ្នាមកដំបូងគឺខ្ញុំចង់និយាយកាតនឹងប៉ុន្តែនៅពេលដែលអូសចេញកាតមកណាវាសិតសឹងតែអ្វីដែលនឹងមកដល់ផ្ដល់ឲ្យហ្នឹងគឺវាទៅតាមអ្វីដែលអ្នកនរគ្នាបួងសួងបាត់ទៅហើយណាអ្វីគឺតាមការស្របទាញការគិតរបស់អ្នកនរគ្នាគឺវាល្អលើសពីការរំពឹងទុកនៅក្នុងនេះគឺវាល្អខ្លាំងណាស់ដែលខ្ញុំនិយាយថាវាល្អលើសពីការរំពឹងទុកនឹងឯងពេលខ្លះនៅក្នុងរង្វង់ក្រុមគ្រួសារអ្នកនរគ្នាគឺអនាគតគឺខ្ញុំឃើញនេះគឺវាល្អខ្លាំងមែនទែនហើយកុំភ្លេចរយៈពេលប្រហែលខែទៀតនេះអ្នកនរគ្នាសង្កេតមើលថាតើពិតជាមានឱកាសការងារថ្មីឬក៏ឱកាសវិនិយោគអីថ្មីអត់អាចថាអ្នកនរគ្នានឹងមានគំនិតថ្មីពាក់ព័ន្ធជាមួយនឹងមុខជំនួញការរកស៊ីណាអាចថាដែរជាគោលដៅបន្ទាប់ពីរឿងស្នេហាព្រោះនៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងការរំពឹងទុកស្នេហាទៅអនាគតរបស់អ្នកនរគ្នាគឺអាចថាគ្រប់យ៉ាងគឺនឹងមកដល់នៅក្នុងជីវិតរបស់អ្នកនរគ្នាហ្នឹងគឺសុទ្ធសឹងតាមការដៅការអនុវត្តរបស់អ្នកនរគ្នាជាក់ស្ដែងណាការដៅការអនុវត្តរបស់អ្នកនរគ្នាជាក់ស្ដែងទើបគ្រួសាររបស់អ្នកនរគ្នាមានសុភមង្គលណាអ្វីអត្តពលដែលនឹងលើកចេញមកនេះគឺពាក់ព័ន្ធជាមួយនឹងជោគជ័យតែម្ដងជោគជ័យទៅលើកិច្ចការអ្វីមួយដែលអ្នកនរគ្នាកំពុងតែធ្វើក៏ថាបានណានៅក្នុងនេះវាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងណានៅក្នុងនេះខ្ញុំឃើញថាល្អខ្លាំងមែនទែនណាមុនដំបូងគឺខ្ញុំចង់បកពាក់ព័ន្ធជាមួយនឹងផ្នត់ Rosler ប៉ុន្តែដល់ពេលដែលបកអានេះទៅគឺវាចេញមកអញ្ចឹងគឺខ្ញុំមើលតែម្ដងទៅណានៅក្នុងនេះគឺពាក់ព័ន្ធជាមួយនឹងអ្វីដែលនឹងមកដល់គឺ perfect តែម្ដងសម្រាប់ជីវិតរបស់អ្នកទាំងអស់គ្នាអូសម្រាប់តែកាត Angel ដែលជ្រុះចេញមកនេះគឺ you are on the right path បានន័យថាអ្នកទាំងអស់គ្នាកំពុងតែនៅលើផ្លូវត្រូវគឺសុទ្ធសឹងតែផ្លូវត្រូវទាំងអស់ណាព្រោះឯអ្នកទាំងអស់គ្នាបន្តធ្វើនៅអ្វីដែលអ្នកគិតថាវានឹងកើតមានណាអញ្ចឹងហើយអ្នកខ្ញុំនិយាយថាសុភមង្គលឬក៏ក្តីសុខរបស់អ្នកទាំងអស់ភាពជោគជ័យរបស់អ្នកទាំងអស់គ្នាគឺកើតឡើងនៅពេលដែលអ្នកទាំងអស់គ្នាមិនបោះបង់សកម្មភាពដែលត្រឹមត្រូវកំពុងតែធ្វើអ្នកទាំងអស់គ្នាបើសិនជាគិតថាវីដេអូនឹងត្រូវសម្រាប់ខ្លួនឯងកុំភ្លេចជួយ comment ខាងក្រោមវីដេអូផងហើយជួយ share ចែករំលែកណាហើយអរគុណច្រើនសម្រាប់អ្នកដែលនៅក្នុង TikTok អីក៏ដោយដែលអានជួយ share ចែករំលែកអ្នកក្នុង TikTok កុំភ្លេចជួយ follow subscribe YouTube channel ខ្ញុំផងណា like and love ណាមកទៀតកាត់ like and love បែរថាគឺក្តីបំណងរបស់អ្នកនរគ្នាគឺពំនាំដោយចក្រវាលដោយអតិទេពដើម្បីព្យាបាលឬក៏ផ្ដល់ពន្លឺដល់ក្តីស្រឡាញ់ដល់ពិភពលោកនេះអាចថាអ្នកនរគ្នានឹងវាប្រៀបដូចជាពន្លឺរបស់ពិភពលោកដែលផ្ដល់ឲ្យអ្នកនរគ្នាមកលើផែនដីនេះដើម្បីណាជាពន្លឺនៃក្តីស្រឡាញ់ដល់មនុស្សជុំវិញណាជាពន្លឺនៃក្តីស្រឡាញ់ដល់មនុស្សជុំវិញគ្រប់យ៉ាងគឺអ្នកទាំងអស់គ្នាជាអ្នកសាំងអារម្មណ៍ស្នេហានៅក្នុងនេះគឺអារម្មណ៍ស្នេហាហើយអ្នកទាំងអស់គ្នាពិតជាធ្លាប់បែកបាក់ស្នេហាមែនឬអត់ព្រោះឯនៅក្នុងនេះខ្ញុំឃើញមាននៅបានបញ្ចប់អតីតកាលប៉ុន្តែអតីតកាលនោះគឺជាអតីតកាលមួយដែលចប់ហើយមិនបាត់គួរស្ដាយព្រោះឯឃើញថាអ្នកទាំងអស់គ្នាការចាប់ដើមរស់ឡើងវិញរបស់អ្នកទាំងអស់គ្នាហ្នឹងគឺវាពោពេញទៅដោយពន្លឺដែលឆ្លុះបញ្ចាំងទៅដល់អនាគតដ៏វែងឆ្ងាយណាអញ្ចឹងប្រសិនបើជាតំណែងណាដែលចប់ហើយមិនល្អទេជួយបោះបង់វាទៅ
គិតតែរឿងតែអនាគតព្រោះនៅក្នុងនេះអនាគតដល់វែងឆ្ងាយនឹងមកណាហើយអ្វីដែលសំខាន់គឺធម្មពលរបស់អ្នកទាំងគ្នាភាគច្រើនណាអាចថាអ្នកមួយចំនួនត្រូវការចំណាយពេលវេលាធ្វើការសិក្សាស្វែងយល់ពីខ្លួនឯងប្រសិនមកអ្នកទាំងគ្នាគិតថា stress ទេទៅសម្រាប់ហាត់ប្រាណដើម្បីយករាងស្អាត body fit ទៅនៅក្នុងនេះខ្ញុំឃើញថារឿងល្អៗវាច្រើនមែនតើសម្រាប់អ្នកទាំងគ្នាគឺសុទ្ធសឹងតែជាឱកាសណាអញ្ចឹងចូលធ្វើអ្វីដែលវិជ្ជមានដែលផ្ដល់ឲ្យខ្លួនឯងនៅរឿងរ៉ាវល្អៗដែលនឹងមកដល់ទៅស្រុកទាញតែអ្វីដែលល្អនឹងមកដល់ណាគិតល្អធ្វើល្អទាំងធ្វើល្អទៀតវ៉ាវអ្នកខ្លះអាចថាកំពុងតែរៀបនឹងធ្វើដំណើរទៅខាងណាមួយអ្នកទាំងគ្នាមិនអត់អ្នកទាំងគ្នាមួយចំនួនតែមានបំណងធ្វើដំណើរទៅណាអត់ណាអាចថាគោលដៅនៃជីវិតរបស់អ្នកទាំងគ្នាបន្ទាប់ពីការរកស៊ីជោគជ័យណាបន្ទាប់ពីជោគជ័យអ្នកទាំងគ្នានឹងចង់ធ្វើដំណើរអាចថាអ្នកខ្លះធ្វើដំណើរជុំវិញពិភពលោកជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ផងណាព្រោះនៅក្នុងនេះឃើញពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរ life purpose ជីវិតរបស់អ្នកទាំងគ្នានឹងអាចថាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងអស់នឹងច្រើនណាគេមានដៃគូហើយគេអាចធ្វើដំណើរគេជោគជ័យរឿងលុយកាក់ទៀតអ្នកទាំងគ្នាមិនមែនជារឿងចៃដន្យទេប្រសិនបើយើងអាចជួបមនុស្សម្នាក់ដែលមានទាំងព្រមសមត្ថភាពចំណេះដឹងទ្រព្យធនណាក្តីស្រឡាញ់ផ្ដល់ឲ្យយើងអញ្ចឹងកុំភ្លេចថែរក្សាគេឲ្យបានល្អណាអូខេអញ្ចឹងខ្ញុំអរអីនិយាយទាំងអស់គ្នាសង្ឃឹមថាទាំងអស់គ្នានឹងទទួលបានពរដូចអ្វីដែលបានឃើញណាជួបតែមនុស្សល្អជោគជ័យណាដែលនឹងមកដល់ណានៅក្នុងនេះគឺសុទ្ធសឹងពាក់ព័ន្ធជាមួយនឹងអំណាចនៃភាពជោគជ័យណាជោគជ័យច្រើនមែនទែនណាអរគុណច្រើនសម្រាប់ការ share ចែករំលែកអញ្ចឹងខ្ញុំអរអីនិយាយណាអរគុណច្រើនបាយ see you